dương mà đào chụp chung thì trán liềng phong một tài miền này là cái bài lục bàn quyền sai bằng tốt hả xưa chẳng tốt sao để bỏ đi lấy giờ fit plus là oui, il n'y a plus de place là. Je pense qu'ils s'organisent. D'accord. Okay. មកយើងចាប់ដើមមកជិតដល់ម៉ោងហើយគឺជួបជុំគ្នាច្រើនមែនទែនយើងមានបដាមានអីថ្ងៃនេះគឺជាថ្ងៃដែលនៅប្រាំងនេះភ្លៀងផងប៉ុន្តែដោយសារតែកម្ដៅនៃការឈឺចាប់របស់ប្រជាពលរដ្ឋខ្មែរយើងនឹងហើយយើងមើលឃើញគាត់នេះមិនទាន់ទើបតែនឹងមិនទាន់ចាប់ដើមមែនទែនផងទើបនឹងដល់ម៉ោងហើយបាទในចាប់ការនិកាមតាមធម្មតាในការនិកាមមកដល់ហើយក្រៅប៉ូលីសគេនឹងបើកបិទអានេះហើយបិទឲ្យយើងកន្លែងយើងធំណាថ្ងៃនេះមានមនុស្សប្រហែលជាច្រើនជាងថ្ងៃមុនប្រហែលជាចូលពី3000 3ទៅ4000នាក់ព្រោះការឈឺចាប់របស់ប្រជាពលរដ្ឋយើងគឺខ្លាំងហើយការទាមទាររបស់យើងគឺទី1យើងទាមទារឲ្យថៃបញ្ចប់នៅការឈ្លានពានទឹកដីរបស់ប្រទេសកម្ពុជាយើងអានឹងគឺខ្មែរយើងគ្រប់និន្នាការនយោបាយគ្រប់ទាំងក្នុងទាំងក្រៅប្រទេសគឺយល់ស្របចំពោះការថ្កោលទោសនឹងទាមទារឲ្យសៀមបញ្ចប់សង្គ្រាមឈ្លានពានប្រទេសកម្ពុជាអានឹងគឺជាចំណុចទី1នៃការទាមទាររបស់ប្រជាពលរដ្ឋខ្មែរដែលនៅក្នុងហើយនិងក្រៅប្រទេសទី2ក៏ដោយសារតែសៀមបញ្ចប់នៅការឈ្លានពាននេះក៏យើងសូមធ្វើការទាមទារឲ្យរដ្ឋាភិបាលលោកហ៊ុនសែនដែលមានអំណាចពេញដៃនេះធ្វើការបង្រួមជាតិហើយផ្សះផ្សាជាតិដើម្បីឲ្យយើងនឹងមានកម្លាំងរឹងមាំដើម្បីប្រឆាំងជាមួយនឹងសត្រូវឈ្លានពានអញ្ចឹងនេះជាការទាមទារទី2ដែលប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសហើយនៅក្នុងប្រទេសចង់បានយើងចង់បានណាស់នៅការផ្សះផ្សាជាតិបង្រួមជាតិបើកលំហលទ្ធិប្រជាធិបតេយ្យដើម្បីឲ្យគ្រប់ខ្មែរយើងដែលនៅក្រៅប្រទេសដែលចង់ជួយជាតិនឹងអាចវិលត្រឡប់ទៅចូលក្នុងប្រទេសហើយជួយជាតិវិញបានអានេះជាការទាមទាររបស់ជាការទាមទារនិងជាការចង់បានរបស់ខ្មែរយើងនៅក្រៅប្រទេសមិនថានិន្នាការណាទេគឺយើងសិតតែចង់បានការបង្រួបជាតិនិងការផ្សះផ្សាជាតិទី3គឺចង់បានដូចគ្នាខ្មែរនៅក្រៅប្រទេសខ្មែរនៅក្នុងប្រទេសគឺចង់បានឲ្យរដ្ឋាភិបាល
ដាក់ពាក្យបណ្ដឹងឲ្យប្តឹងឲ្យបានលឿនជាលឿនបំផុតដើម្បីបញ្ចប់ការឈ្លានពានរបស់ប្រទេសថៃអានេះក៏ជាការចង់បានរបស់ប្រជាពលរដ្ឋខ្មែរដែលនៅក្រៅហើយនៅក្នុងប្រទេសផងដែរអញ្ចឹងយើងធ្វើបាតកម្មថ្ងៃនេះគឺយើងសិតតែទៀមទាឲ្យផលប្រយោជន៍ដល់ប្រទេសជាតិយើងអត់ធ្វើបាតកម្មដើម្បីគណៈបកនយោបាយណាដើម្បីមេដឹកនាំណាឬបីអ្នកណាទេចំណុចទី3នេះក៏សិតតែជាចំណុចដែលប្រជាពលរដ្ឋខ្មែរនៅក្នុងនៅក្រៅប្រទេសចង់បានចំណុចទី4គឺយើងទាមទារឲ្យរដ្ឋាភិបាលធ្វើយ៉ាងណាដាក់ពាក្យប្តឹងឲ្យបានបញ្ញត្តិហើយនឹងអនុវត្តសន្ធិសញ្ញាទីក្រុងប៉ារីអានឹងអនុវត្តសន្ធិសញ្ញាទីក្រុងប៉ារីនឹងចំណុចទី4នេះគឺជាចំណុចសំខាន់ដែលអាចបញ្ចប់សង្គ្រាមហើយនឹងការពារបូរណភាពទឹកដីបានដោយសារអីដោយសារតែរដ្ឋាភិបាលយើងគ្មានកម្លាំងគ្មានកងទ័ពហើយនឹងគ្មានសភាវុធគ្រប់គ្រាន់នៅក្នុងការច្បាំងឈ្នះប្រទេសអាស៊ានទេអញ្ចឹងមានតែយកសន្ធិសញ្ញាទីក្រុងប៉ារីសមកអនុវត្តទើបយើងអាចការពារបូរណភាពទឹកដីនៃប្រទេសរបស់យើងបានអានេះហើយជាចំណុចសំខាន់ដែលយើងទាមទារឲ្យរដ្ឋាភិបាលនៅក្នុងប្រទេសធ្វើហើយសហគមន៍អន្តរជាតិទាំងមូលនេះក៏កំពុងតែងើបឈរទាមទារផងដែរហើយនៅពេលនេះគឺយើងមិនមែនអ្នកគណៈបកនយោបាយណាមួយក៏មិនត្រូវការទាញមុខខលចំណេញអំពីសង្គ្រាមនេះដែរគឺត្រូវតែធ្វើយ៉ាងណាឲ្យរដ្ឋាភិបាលនឹងធ្វើដើម្បីផលប្រយោជន៍ជាតិមិនអាចគ្រាន់តែឲ្យប្រជាពលរដ្ឋងើបឈរទាមទារធ្វើបាតកម្មអីគ្រប់បែបយ៉ាងប៉ុន្តែរដ្ឋាភិបាលខ្លួនឯងមិនបានបញ្ចេញនៅឆន្ទៈពិតប្រាកដនៅក្នុងការបង្រួមជាតិហើយពិតប្រាកដនៅក្នុងការប្តឹងហើយនឹងការពារបូរណភាពប្តឹងទៅតុលាការ ICJ ហើយនឹងប្តឹងទៅ PPA ដើម្បីការពារបូរណភាពទឹកដីអានេះគឺសិតតែជាចំណុចសំខាន់ដែលខ្មែរយើងនៅក្រៅប្រទេសនេះកំពុងតែជួបជុំគ្នាហើយធ្វើការទាមទារអញ្ចឹងបងប្អូនឃើញហើយនៅពេលនេះគឺយើងមកជួបជុំនេះគឺច្រើនមែនទែនថ្ងៃនេះប្រហែលជាចូលដល់4000នាក់នៅក្នុងការទាមទារនេះឥឡូវនេះខ្ញុំមានទាំងបានស្នើសមាជិកសភារបស់បារាំងនឹងមកចូលរួមផងដែរឥឡូវបងប្អូនឃើញហើយនេះគឺជាបណ្ដាដែលយើងទៅសេថា nous condamnons l'agression de la Thaïlande contre le Cambodge បាទហើយនៅខាងឆ្ងាយជាបងប្អូនឃើញនៅខាងនោះគឺច្រើនណាស់យើងថតអត់អស់ទេគឺច្រើនមែនទេបងប្អូនខ្មែរយើងនេះមិនតាន់មកជុំវិញអស់ផងនៅសល់ទៀតបាទនៅបាទអត់ដឹងនៅតែមិនតាន់ចាប់ផ្ដើមផងបាទមិនតាន់ចាប់ផ្ដើមផងហ្នឹងហើយមិនតាន់ចាប់ផ្ដើមមនុស្សចូល2000នាក់បាត់ហើយហ្នឹងហើយច្រើនណាស់មនុស្សនេះថ្ងៃនេះបាទហ្នឹងហើយហើយទោះជាបីមានមេឃភ្លៀងប៉ុន្តែឃើញអត់ហើយឥឡូវនេះយើងឃើញថាអ្នកដែលការពារយើង CS ហ្នឹងគាត់មកច្រើនមែនទែនមកឡើងចូល20ឡានដើម្បីការពារព្រោះគេខ្លាចថាមានការប៉ះទង្គិចគ្នាណាមួយរវាងភាគីខាងថៃហើយដើម្បីការពារក្រុមបាតកោរបស់យើងបាទខ្ញុំសូមស្លេះប៉ុណ្ណេះបន្តិចចុះខ្ញុំនឹងបន្តការផ្សាយរបស់ខ្ញុំបន្តិចទៀតបាទខ្ញុំនឹងមិនតាន់ចប់ទេបងកាន់មកថតខ្ញុំហើយខ្ញុំក៏មានលិខិតមួយដែលខ្ញុំបានសរសេរទៅប្រធានាធិបតីបារាំងនៅថ្ងៃមុនថាទាមទារឲ្យលោកអ៊ីម៉ានូអែល ម៉ាក្រុងដែលជាសហប្រធាននៃសន្ធិសញ្ញាទីក្រុងប៉ារីសនោះកោះប្រជុំជាបន្ទាន់ដើម្បីឲ្យថៃនឹងគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហើយមានតែកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះទេដែលធ្វើឲ្យសង្គ្រាមនេះបានបញ្ចប់ហើយធ្វើឲ្យខ្មែរយើងនឹងអាចការពារបូរណភាពទឹកដីបានអញ្ចឹងខ្ញុំបានធ្វើលិខិតផ្ញើទៅលោកប្រធានាធិបតីបារាំងហើយខ្ញុំសង្ឃឹមថាគាត់នឹងធ្វើអន្តរាគមន៍ដើម្បីជួយធ្វើយ៉ាងណាឲ្យបញ្ចប់សង្គ្រាមនៅក្នុងប្រទេសកម្ពុជាហើយធ្វើឲ្យមានការផ្សះផ្សាជាតិនិងបរួមជាតិព្រោះអីសន្ធិសញ្ញាទីក្រុងប៉ារីសបានចែងថាទី1ភាគីទាំងអស់ត្រូវទម្លាក់អាវុធចុះហើយនឹងធ្វើការផ្សះផ្សាជាតិនិងបរួមជាតិទី2គឺការពារបូរណភាពទឹកដីនៃប្រទេសកម្ពុជាទី3គឺធ្វើការបោះឆ្នោតដោយសេរីប្រជាធិបតេយ្យនិងយុត្តិធម៌អញ្ចឹងសន្ធិសញ្ញាទីក្រុងប៉ារីសគឺបានចែងហើយ
បានការពារយ៉ាងរឹងមាំគ្រប់ភាគីហើយនឹងគ្រប់ចំណុចទាំងអស់នៅក្នុងការពារបរណភាពទឹកដីរបស់យើងដូចចំណុចនេះហើយដែលខ្ញុំបានធ្វើលិខិតឲ្យផ្ញើទៅប្រធានាធិបតីបារាំងដើម្បីឲ្យគាត់ជួយអន្តរាគមន៍នៅក្នុងពេលដែលប្រទេសកម្ពុជាកំពុងតែរងគ្រោះហើយនឹងជួបគ្រោះមហន្តរាយនេះបាទសូមបងប្អូនជួយ share វីដេអូនេះផងនេះគឺថ្ងៃនេះគឺជាថ្ងៃទី21ដែលប្រជាពលរដ្ឋខ្មែរដែលនៅក្នុងប្រទេសបារាំងនេះបានមកជួបជុំគ្នាធ្វើបាតកម្មយ៉ាងច្រើនកកប្រហែលជា 4000 នាក់នៅក្នុងការធ្វើបាតកម្មនេះទោះបីមានមេឃភ្លៀងក៏ដោយប៉ុន្តែយើងអត់មានរុញរាទេដោយសារតែយើងសិតតែមានចិត្តស្រឡាញ់ជាតិដូចគ្នាបាទបាទកាន់នៅជិតមកដល់ហើយនិយាយលឺទេបងមីក្រូលឺទេអាឡូបាទជំរាបសួរបងប្អូនជនរួមជាតិទាំងអស់ដែលបានអញ្ជើញមកចូលរួមធ្វើបាតកម្មថ្ងៃនេះគឺយើងមកដើម្បីទាមទារហើយនឹងថ្កោលទោសថៃដែលបានឈ្លានពានមកលើប្រទេសកម្ពុជាការដែលយកយន្តហោះ16ទម្លាក់គ្រាប់បែកលើប្រជាពលរដ្ឋបំផ្លាញស្ពានបំផ្លាញសាលារៀនបំផ្លាញប្រាសាទប្រទេសកម្ពុជាហើយចូលជ្រៅទៅក្នុងទឹកដីនៃប្រទេសកម្ពុជារហូតដល់90គីឡូម៉ែត្រមិនមែនជាការពារខ្លួនទេនេះគឺជាការរំលោភឈ្លានពានលើបូរណភាពទឹកដីនៃប្រទេសកម្ពុជាដូច្នេះហើយយើងទាមទារឲ្យប្រទេសថៃបញ្ឈប់ការឈ្លានពានជាបន្ទាន់គោរពនៅបទឈប់បាញ់ដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ីហើយជាពិសេសប្រទេសថៃដែលជាសមាជិកនៃសន្ធិសញ្ញាទីក្រុងប៉ារីសត្រូវតែគោរពឲ្យបានដាច់ខាតមិនត្រូវឈ្លានពានមកលើប្រទេសជិតខាងដែលខ្លួនជាម្ចាស់ហត្ថលេខីផងដែរដូច្នេះហើយយើងទាមទារឲ្យប្រទេសបារាំងដែលជាសហប្រធាននៃសន្ធិសញ្ញាទីក្រុងប៉ារីសកោះប្រជុំជាបន្ទាន់ប្រទេសហត្ថលេខីដើម្បីបញ្ចប់សង្គ្រាមកុំឲ្យមានការបង្ហូរឈាមនៅក្នុងប្រទេសកម្ពុជាតទៅទៀត Je demande la Thaïlande arrête de bombarder les tombes, bombarder les écoles, détruire des ponts et les infrastructures publiques. Je demande la Thaïlande respecter les cessez-le-feu qu'il a signé à Singapour en Malaisie. Je demande la Thaïlande en tant que pays signataire les accords de paix de Paris, respecter les accords de paix de Paris, non violer les territoires du voisin. Donc, respecter les accords de Paris. Respecter les accords de Paris. Donc, យើងមកថ្ងៃនេះគឺយើងមកដើម្បីទាមទារឲ្យបញ្ចប់សង្គ្រាមជាបន្ទាន់ Là aujourd'hui, la population cambodgienne qui fuit la guerre, il y a demi-million qui a déplacé. Donc, on demande d'arrêter la suite. Bah. Bah, đây này. Giờ xem. Về. Mày. Miền này, miền cái chai. Miền cái chai. À lấy dương trăng ban xong thì thiệp này đi. Bảo trăng ban xong thì thiệp này thế. Bà ok, dương trăng ban xong thì thiệp. Sao bật chập trên bàn tuần. Sớm chân. Bà cho nó ăn miền đi thì lên ấy phóng. អត់និយាយអីផងមានអីមានលីបាទគេនិយាយខាងនេះអត់លីទេខាងនេះក៏អត់លីទេខាងនេះអត់មានលីសំឡេងអីទេណាអូខេបាទអូខេអូខេបងចឹងបងប្អូនស្រែកតាមខ្ញុំកម្ពុជាចង់បានសន្តិភាពកម្ពុជាចង់បានសន្តិភាពថៃឡង់បញ្ឈប់បំបាក់ដេកម្ពុជាប្រទេសថៃបញ្ឈប់ឈ្លានពានប្រទេសកម្ពុជាប្រទេសថៃបញ្ឈប់ឈ្លានពានប្រទេសកម្ពុជាប្រទេសថៃបញ្ឈប់ឈ្លានពានប្រទេសកម្ពុជាអូខេគ្រប់ទងជាតិ
ăn đi ăn đi thì xịt rồi sọt sai na để micro về tịch pin hay gì ăn đi qua micro chào bạn hỏi con trở lại alo alo chào bạn hả không cháy bắt được biết alo ai sài tam thì cày nhom sài oi đọt lên thể hiện con to bao nhiêu ba ba ok ok dươngกรบตรงชีดบารางcủa dương chi chuồnชีดบารางhay dương nơi nôngประเทศบารางอะไรล่ะมักเสียงก็จงได้dois est arrivé. Vì dương ăn đang nó ăn lì thì ăn lì vài vì thế này ai ta micro ăn chơi chơi lại cái này Bầy đôi thành hoa xanh hoa
ស្វែងរកចំណៃបានជួបហើយត្រង់រួយយើងកុំគិតអីធ្វើឲ្យល្បាយល្បីនៃរាជាណាចក្រកម្ពុជាជ័យយោព្រះជាណាចក្រកម្ពុជាជ័យកម្ពុជា ឥឡូវស្រីតាខ្ញុំ Libere nos soldats 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 Cambodge veut la paix Cambodge veut la paix Cambodge veut la paix Libérez nos soldats Libérez nos soldats Cambodge veut la paix Cambodge veut la paix Cambodge veut la paix Libérez nos soldats Libérez nos soldats đi tị Allô. Let Thailand stop invading Cambodia. Let Thailand stop invading Cambodia. បងខ្ញុំសុំតបឲ្យស្គាល់ពួកខ្ញុំកំពុងតែស្មៅស្មាតបើនេះ d'accord សុំឡើង អត់លឺទេបើខណៈអត់លឺទេ លឺប៉ុន្តែបើបងមិនយើងស្រែកដូចគ្នាដល់អញ្ចឹងយើងរួមយើងចឹងអត់លឺទេតែមួយដល់អញ្ចឹងទៅបាទតែដល់នឹងវាអត់ទាំងស្រែកទៅទៀតហ្នឹងវាអត់លឺទេខណៈក៏អត់លឺខណៈក៏អត់លឺដែរអត់ទេនេះប៉ុន្តែឲ្យប្រសងលោកសូមធរទៅស្វាត់ជាឥឡូវកំពុងច្រៀងជំនៀងបងច្រៀងជំនៀងបាទអត់លឺទេខណៈហើយអត់លឺទេយើងសេចបន្តគ្នាដូចយើងដូចតែកន្លងចឹងណា
ឥឡូវស្រ័យតាមខ្ញុំ La Thaïlande arrêtez agresser le Cambodge La Thaïlande arrêtez d'agresser 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 le Cambodge មីក្រូបងឲ្យដេពូតេគេនិយាយ Je vous donne la parole, monsieur Lam. Oui. ខ្ញុំឥឡូវគាត់ជាសមាជិកតំណាងរាស្ត្រនៅតំបន់អូដេសែន Monsieur Lam, c'est un député de Hauts-de-Seine. Donc je suis très content que vous soyez là avec nous et de solidarité avec le peuple cambodgien. Maintenant, je vous donne la parole. Je vous remercie. Merci, bonjour à toutes et tous. Je suis Thomas Lam, je suis député des Hauts-de-Seine, petit-fils de Khmer et puis président du groupe d'amitié France-Cambodge à l'Assemblée nationale. Je ne sais pas si vous avez vu la semaine dernière, nous avons diffusé dans le journal La Tribune, avec une collègue du Sénat, un appel à ce que la France puisse engager un dialogue avec la Thaïlande pour trouver une solution de paix durable entre les deux pays, le Cambodge bien sûr et la Thaïlande. Je continuerai bien sûr à suivre ce que va faire la France, parce que je pense que compte tenu de nos liens historiques, compte tenu du droit international, compte tenu du patrimoine mondial de l'UNESCO que nous avons